យ៉ាងម៉េចហើយជីវិតយ៉ាងម៉េចហើយក្នុងខ្លួនបងប្អូនអ្នកស្នេហាវិស័យកីឡាប្រណាំងទូកងប្រពៃណីជាតិខ្មែរជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់គោរពរាប់អាននិងបងប្អូនទាំងអស់ដែលស្នេហាវិស័យកីឡាប្រណាំងទូកងតើក្នុងអារម្មណ៍តើមានអារម្មណ៍យ៉ាងណាដែរដែលឆ្នាំនេះអាក់ខានមិនមានកម្មវិធីទេដោះឥឡូវថាដើម្បីលំហែអារម្មណ៍យើងមកមើលវីដេអូគេថាស្នាមញញឹមគេហៅថាសកម្មភាពផ្សេងដែលបងប្អូនកីឡាករយើងចូលរួមក្នុងបរិយាពិធីបុណ្យនំទូកជារៀងរាល់ឆ្នាំណាគេថាកាត់បន្ថយភាពអបសុខប៉ុន្តែអ្នកកំពុងតែនិយាយនេះគេថាអារម្មណ៍នឹងវាតបប្រមល់ទល់បធូរជាងបងប្អូនកំពុងតែទស្សនានិងតាមដានទៅទៀតហ្នឹងហើយបងប្អូនអារម្មណ៍គេថាធ្លាប់តែឮសំឡេងបងប្អូនចំណុះស្រែកហ៊ូឮសំឡេងកងរំពងសបាយអើងកងនៅក្នុងបរិយាពិធីបុណ្យនំទូកជារៀងរាល់ឆ្នាំក៏ប៉ុន្តែឆ្នាំនេះដោយសារតែស្ថានភាពមិនអំណោយផលឲ្យប្រារព្ធធ្វើពិធីបុណ្យអុំទូកនោះទេដូច្នេះហើយគេថារៀងដូចជាពិបាកក្នុងអារម្មណ៍ពិបាកបរិយាយដែរបាទធ្លាប់តែសបាយគយគន់ទស្សនាណាហ្នឹងហើយវីដេអូនេះផងដែរចែករំលែកគ្នាមើលដើម្បីគេថាកុំឲ្យអបសុកគេថានិយាយដើម្បីគេថាលើកទឹកចិត្តអ្នកស្នេហាវិស័យកីឡាប្រណាំងទូកងទាំងអស់គ្នាហ្នឹងហើយសូមអរគុណនិងសូមជម្រាបលា